ខ្ញុំឈ្មោះសែតសថាមនីអាយុ36ឆ្នាំខ្ញុំមិនសូវជាចេញមុខតាមជួបបងប្អូនប្រជាពលរដ្ឋញាតិមិត្តទេពួកអាណិតកូនគេថាគេមើងងាយកូនយើងបើពិបាកជាងគេខ្លួនឯងកូនកើតមកអត់មានមាត់ទេមើលទៅឃើញទ្រុងហ្មងនិយាយទៅគេមើងងាយទាំងបងខ្ញុំទាំងគ្រួសារខ្ញុំទាំងអស់គាត់ថាបងស្រីខ្ញុំកើតមកវាមានលក្ខណៈអត់គ្រប់គ្រាន់ដូចគេអញ្ចឹងគាត់មានបញ្ហាច្រើនតែគាត់អាចឈរឡើងឈរបានអានឹងខ្ញុំគូដែរខ្ញុំសើគាត់មកម៉ែជឿឆ្កាត់អីអត់ដែលបានផ្ញើលុយផ្ញើកាក់ឲ្យទេតែវាតែនេះដឹកម៉ែទៅទៅពេទ្យចឹងវាចាញ់លុយទៅឃើញបងលូតលាស់បានច្រើនគឺអត់មានអារម្មណ៍អីច្រើនគឺសប្បាយចិត្តចំពោះគាត់ខ្លាំងមែនតើ